សន្ធឹកផ្លែដាវទង្គិចគ្នាបែកការភ្លើងគោលងក្រហមមកក្រាំងក្រាំងដំណក់ទឹកភ្លៀងបានធ្លាក់ទៅលើមេឃមកស្រោចស្រពលើរាងកាយខ្ញុំដែលកំពុងតែតស៊ូប្រយុទ្ធជាមួយនឹងសត្រូវហើយសត្រូវនឹងទៀតសោតគឺជាជនជាតិរួមឈាមតែមួយទៀតលើកដៃស្ទើរតែមិនចង់រួចទេកាប់តបតគ្មានជំរើសពួកនេះក៏ជាជនក្បត់របស់ក្រុងកម្ពុជាផងដែរបើយើងបណ្ដោយឲ្យពួកគេបន្តដោយគ្មានការតបតនោះគឺប្រកាសណាស់នគរនឹងធ្លាក់ទៅដៃមនុស្សអាក្រក់រហូតហើយអ្នកដែលវេទនាជាងគេគឺរាជពងខ្សោយដំណឹងដែលព្រះចន្ទរាជាត្រឡប់មកធ្វើឲ្យខ្ញុំទន្ទឹងរង់ចាំទាំងយប់ថ្ងៃសង្ឃឹមថាអាចចូលរួមវាយរូបរួមនគរបញ្ឈប់ភាពវឹកវរឡើងវិញសំឡេងដាវកំបិតត្រូវបានស្ងាត់តបក្បត់និងតស៊ូបានស្លាប់អស់សល់តែខ្ញុំម្នាក់គត់ឈរមើលទៅឈាមដែលមានលាយជាមួយទឹកឡើងក្រហមច្រាបទឹកភ្នែកខ្ញុំស្រក់ចុះទាំងមិនដឹងខ្លួនចម្បាំងនេះប្រៀបបានដូចជាទឹកភ្នែករបស់ខ្ញុំជាមួយនឹងទឹកភ្លៀងអញ្ចឹងមើលមិនដឹងទេមួយណាជាដំណក់ទឹកភ្លៀងហើយមួយណាជាដំណក់ទឹកភ្នែកខ្ញុំឈរសញ្ជប់សញ្ជឹងម្នាក់ឯងក្រោមភ្លៀងផ្គរនិងភ្លេចបន្ទោងើយមើលទៅលើមេឃទេវតាអើយខ្ញុំស្អប់សង្គ្រាមណាស់ហេតុអ្វីបង្កើតមនុស្សល្អហើយចាំបាច់បង្កើតមនុស្សអាក្រក់ធ្វើអីខ្ញុំស្រែកមើលទៅលើមេឃដៃកាន់ដាវឡើងហាក់ខឹងនឹងមេឃខ្លាំងភ្លាមនោះស្រាប់តែ